សំណាងហើយបងប្អូនអើយដែលយកកូនមកកូរ៉េហើយចំដូចថាសម័យឥឡូវគឺជនជាតិកូរ៉េគាត់ដូចថាគាត់មិនសូវជាដាក់សម្ពាធលើកូនស្រីកូនប្រុសដូចថាគេស្រឡាញ់ស្មើគ្នាឥឡូវកាលពីសម័យមុនអីយើងដឹងស្រាប់ហើយថាជនជាតិចិនជនជាតិកូរ៉េគេចូលចិត្តស្រឡាញ់កូនប្រុសណាស់ឲ្យតម្លៃកូនប្រុសជាងកូនស្រីប៉ុន្តែឥឡូវអត់ទេដើរទៅណាឲ្យតែឃើញថាយើងមានកូនស្រីបដាអីហ្នឹងនិយាយពីថាមួយអូមើលមកក្នុងខ្សែភ្នែកចំណែនដែរហ្នឹងណាចេះថាលេងហេបងប្អូនអើយដែលសារថាយើងមានកូនស្រីចេះលើកខ្លួនឯងអញ្ចឹងណាតែវាពេលខ្លះទៅវាអញ្ចឹងដែរតែគាត់ថាបើអ្នកនៅធ្វើការកន្លែងជាមួយគ្នាអីគាត់ឃើញដូចថាគាត់សួរយើងថាយើងមានកូនម៉ាននេះអីចឹងទៅហើយសួរថាកូនស្រីកូនប្រុសយើងថាកូនស្រីអីចឹងនិយាយពីថាគាត់ថាអូចំណែកណាមានកូនស្រីនិយាយទៅសង្គមកូរ៉េប្រែប្រួលច្រើនដែរហ្នឹងបងប្អូនគាត់ឥឡូវនិយាយទៅគឺចូលចិត្តកូនស្រីភាគច្រើនណាព្រោះអីថាម្នាក់និយាយចេញមកបានកូនស្រីសំណាងណាបានកូនស្រីសំណាងណាហើយវាមិនមែនចឹងទាំងអស់ទេបងប្អូនឲ្យកូនស្រីកូនប្រុសថាដូចតែគ្នាហ្នឹងឲ្យទៅថាការចាំបីបាច់ថែសាបច្ចដ្ឋានជុំវិញអត្តចរិតកំពុកម្ដាយមិនគឺចេះអត្តពលទៅលើកូនហើយពេលអញ្ចឹងអត្តចរិតគាត់ធំឡើងគឺគាត់បែបហ្នឹងហើយតែគ្រាន់ថាបើសិនជាកូនស្រីទៅដូចថាពេលដែលឪពុកម្ដាយចាស់ទៅអញ្ចឹងទៅរៀងចេះបើចប់ដូចថារៀងបណិបណៈជាងកូនប្រុសអីចឹងណានៅក្នុងសង្គមខ្មែរយើងក៏ឪពុកម្ដាយគឺថាដល់ពេលចាស់ទៅពួកគាត់រស់នៅជាមួយនឹងកូនស្រីពៅអីចឹងណាតែសង្គមកូរ៉េអត់ទេគាត់ឪពុកម្ដាយចាស់ទៅគឺរស់នៅជាមួយនឹងកូនប្រុសច្បងប៉ុន្តែគាត់ថាទោះបីជារស់នៅជាមួយកូនប្រុសច្បងក៏ដោយបើសិនជាមានកូនស្រីគឺពួកគាត់ដូចថាកក់ក្ដៅច្រើនជាងដោយសារថាកូនស្រីគឺដូចថាគេមើលថែបានដិតដល់ការបោកគក់បោកសម្លៀកបំពាក់ងូតទឹកងូតអីហើយដាំបាយដាំទឹកអីឲ្យចឹងណាមានកូនប្រុសរស់នៅជាមួយក៏ប៉ុន្តែមានកូនប្រសាស្រីក៏វាមិនសូវជាដូចកូនបកើតកូនស្រីបកើតខ្លួនឯងដែរពួកគាត់យល់អញ្ចឹងឥឡូវពេលអញ្ចឹងទៅដូចថាមានកូនស្រីគាត់គិតថារៀងល្អដែរអីចឹងណាកាលមុនសម័យមុនអីអូយមិនបាច់ទេបងប្អូនហើយកូនស្រីគ្មានតម្លៃទេហូបបាយអីគឺហូបផ្សេងគ្នាអត់ឲ្យហូបជាមួយកូនប្រុសទេស្រីគឺគាត់ហូបបាយផ្សេងគ្នាសូម្បីតែប្តីប្រពន្ធក៏ដោយថាប្តីហូបមុនរួចអស់ចឹងទៅបានប្រពន្ធនឹងហូបនៅជាក្រានបាយតាមក្រោយអីចឹងណានឹងកាលពីសម័យមុនពួកគាត់និយាយចឹងណាតែឥឡូវថាវាផ្លាស់ប្ដូរច្រើនហើយផ្លាស់ប្ដូររហូតដល់ថ្នាក់ថាពេញចិត្តកូនស្រីច្រើនណាឥឡូវគិតថាពីមុនបើសិនជាឧទាហរណ៍ថានៅតែប្រកាន់កូនស្រីកូនប្រុសអញ្ចឹងទៀតខ្ញុំយកកូនស្រីមកពីខ្មែរមកនៅស្រុកកូរ៉េនេះប្រហែលជាពិបាកណាស់មិនសូវជាមានអ្នកឲ្យតម្លៃមិនសូវជាមានអ្នកស្រឡាញ់ចូលចិត្តអីចឹងណាច្រើនពួកគាត់ឃើញយើងមានកូនស្រីអញ្ចឹងគាត់ថាអូយល្អមានកូនស្រីអញ្ចឹងពេលចាស់ទៅថាមិនសូវឯកោមិនសូវអីចឹងតែជាក់ស្ដែងអញ្ចឹងមែនបងប្អូនខ្ញុំធ្វើការនៅមណ្ឌលចាស់ចរិយាភាគច្រើនដូចថាយើងឃើញភាពខុសគ្នារវាងដូចថាចាស់ដែលមានកូនប្រុសហើយនិងចាស់ដែលមានកូនស្រីដូចថាយើងខុសគ្នាមិនតិចដែរហ្នឹងណាការមើលថែការស្លៀកពាក់ការអីចឹងណា